នៅពេលយើងនិយាយអំពីថង់ប្លាស្ទិកក្នុងសម័យបច្ចុប្បន្នមនុស្សស្ទើរតែគ្រប់គ្នាជុំវិញពិភពលោកតែងតែនឹកឃើញភ្លាមៗទៅដល់រូបភាពនៃសម្រាមការបំពុលបរិស្ថានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រនិងការគំរាមកំហែងដល់សុខភាពសត្វលោកទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវពិតប្រាកដនៅពីក្រោយការបង្កើតថង់ប្លាស្ទិកដំបូងបង្អស់គឺមានភាពផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលយើងកំពុងឃើញនាពេលបច្ចុប្បន្នថង់ប្លាស្ទិកមិនមែនត្រូវបានបង្កើតឡើងក្នុងបំណងបំផ្លាញភពផែនដីនោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសង្គ្រោះបរិស្ថាននិងធម្មជាតិទៅវិញថង់ប្លាស្ទិកដែលយើងប្រើប្រាស់សពថ្ងៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ1959ដោយវិស្វករជនជាតិស៊ុយអែតម្នាក់ឈ្មោះថា Sten Gustav Thulin គាត់បានបង្កើតវាឡើងដើម្បីយកទៅជំនួសការប្រើប្រាស់ថង់ក្រដាសដែលកំពុងពេញនិយមខ្លាំងនៅសម័យនោះនៅក្នុងទសវត្សរ៍ឆ្នាំ1950ការវេចខ្ចប់ទំនិញស្ទើរតែទាំងអស់គឺពឹងផ្អែកលើថង់ក្រដាសដើម្បីផលិតថង់ក្រដាសឲ្យទាន់តម្រូវការទីផ្សារមនុស្សបានកាប់បំផ្លាញព្រៃឈើរាប់លានហិកតានៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំលោក Sten Gustav Thulin មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិនាសកម្មព្រៃឈើនេះគោលបំណងធំបំផុតរបស់គាត់គឺបង្កើតសម្ភារៈមួយដែលអាចយកមកជំនួសក្រដាសបានដើម្បីបញ្ឈប់ការកាប់បំផ្លាញសួតនៃភពផែនដីនេះគឺជាចំណុចគន្លឹះដែលមនុស្សសម័យបច្ចុប្បន្នយល់ច្រឡំខ្លាំងបំផុតលោក Thulin បានរចនាថង់ប្លាស្ទិកនេះឡើងឲ្យមានលក្ខណៈស្វិតមាំនិងមិនងាយធ្លុះធ្លាយផ្ទុយពីថង់ក្រដាសដែលងាយរហែកនិងងាយជ្រាបទឹកគោលបំណងរបស់គាត់គឺចង់ឲ្យមនុស្សម្នាក់ៗមានថង់ប្លាស្ទិកតែមួយឬពីរប៉ុណ្ណោះក្នុងដៃហើយបត់វាទុកក្នុងហោប៉ៅដើម្បីយកប្រើប្រាស់ឡើងវិញរាប់រយរាប់ពាន់ដងរាល់ពេលទៅផ្សារលោក Raoul Thulin ដែលជាកូនប្រុសបង្កើតរបស់គាត់ធ្លាប់បានផ្ដល់បទសម្ភាសន៍ថាឪពុករបស់គាត់តែងតែមានថង់ប្លាស្ទិកតែមួយនៅក្នុងហោប៉ៅជានិច្ចហើយគាត់ប្រើប្រាស់វាដដែលរហូតដល់ចាស់នៅក្នុងដំណើរការផលិតថង់ប្លាស្ទិកប្រើប្រាស់ថាមពលនិងទឹកតិចជាងការផលិតថង់ក្រដាសឬថង់ក្រណាត់ឆ្ងាយណាស់ជាងនេះទៅទៀតដោយសារវាមានទម្ងន់ស្រាលនិងស្ដើងការដឹកជញ្ជូនថង់ប្លាស្ទិកក្នុងបរិមាណរាប់លានថង់គឺចំណាយប្រេងឥន្ធនៈតិចជាងការដឹកជញ្ជូនថង់ក្រដាសដូច្នេះគោលបំណងបច្ចេកទេសគឺដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងចរន្តផលិតកម្មនិងការដឹកជញ្ជូនក្រៅពីផលប្រយោជន៍បរិស្ថានថង់ប្លាស្ទិកត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ជីវភាពរស់នៅដោយសារថង់ប្លាស្ទិកអាចការពារជម្រាបទឹកបានរហូតដល់ 100% ធ្វើឲ្យការដឹកជញ្ជូនអាហារស្រស់ត្រីសាច់និងបន្លែមានអនាម័យខ្ពស់មិនងាយធ្លាយទឹកកខ្វក់ចេញមកក្រៅមួយវិញទៀតវាមានតម្លៃថោកខ្លាំងក្នុងការផលិតដែលជួយកាត់បន្ថយថ្លៃដើមរបស់អាជីវករនិងអ្នកប្រើប្រាស់ទោះបីជាគោលបំណងរបស់អ្នកបង្កើតមានភាពល្អស្អាតស្អំយ៉ាងណាក៏ដោយប៉ុន្តែនៅពេលដែលបច្ចេកវិទ្យាផលិតកម្មកាន់តែជឿនលឿនក្រុមហ៊ុនធំៗបានរកឃើញថាពួកគេអាចផលិតថង់ប្លាស្ទិកបានក្នុងតម្លៃទាបបំផុតស្ទើរតែគ្មានតម្លៃភាពធូរថ្លៃហួសហេតុនេះហើយធ្វើឲ្យឥរិយាបថរបស់មនុស្សជាតិផ្លាស់ប្ដូរទាំងស្រុងមនុស្សលែងខ្វាយខ្វល់ពីការបត់ថង់ប្លាស្ទិកទុកប្រើប្រាស់ឡើងវិញដោយបំណងរបស់លោក Thulin ទៀតពួកគេចាប់ផ្ដើមប្រើប្រាស់ត្រឹមតែម្ដងរួចបោះចោលយ៉ាងខ្ជិលខ្ជាពីព្រោះវាមានតម្លៃថោកពេករហូតដល់មនុស្សលែងមានអារម្មណ៍ថាវាមានតម្លៃក្នុងការថែរក្សាការប្រើប្រាស់ខុសពីគោលបំណងដើមនេះហើយដែលបានប្រែក្លាយពីវីរបុរសសង្គ្រោះព្រៃឈើឲ្យទៅជាមេកំណាចបំផ្លាញបរិស្ថានដោយដែលយើងបានឃើញក្នុងពេលបច្ចុប្បន្នដោយសារតែថង់ប្លាស្ទិកត្រូវការពេលរាប់រយឆ្នាំដើម្បីរលាយរហូតបង្កើតជាវិបត្តិមីក្រូប្លាស្ទិកនៅក្នុងទឹកនិងចំណីអាហារសរុបសេចក្តីមកគោលបំណងនៃការបង្កើតថង់ប្លាស្ទិកគឺដើម្បីសង្គ្រោះដើមឈើនិងផ្ដល់នូវសម្ភារៈវេចខ្ចប់មួយដែលមានភាពជាប់លាប់អាចប្រើប្រាស់ឡើងវិញបានច្រើនដងដើម្បីកាត់បន្ថយការបំផ្លាញធម្មជាតិបញ្ហាមិនមែនស្ថិតនៅលើថង់ប្លាស្ទិកនោះទេប៉ុន្តែវាស្ថិតនៅលើឥរិយាបថនៃការប្រើប្រាស់របស់មនុស្សដែលបានប្រែក្លាយវត្ថុសម្រាប់ប្រើប្រាស់យូរអង្វែងឲ្យទៅជាវត្ថុប្រើប្រាស់ម្ដងរួចក៏បោះចោលការយល់ដឹងពីគោលបំណងពិតប្រាកដនេះគួរតែជាការដាស់តឿនដល់យើងគ្រប់គ្នា
ឲ្យងាកមកប្រើប្រាស់ថង់ដែលមាននៅក្នុងដៃឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីសម្រេចនូវគោលបំណងប្រាថ្នាដើមរបស់អ្នកបង្កើតវាមក